ង់បង្អួតគេកាន់ដៅថតបង្ហោះ TikTok ត្រូវនគរបាលឃាត់ខ្លួនខេត្តព្រៃវែងក្រុមក្មេងទំនើងមានគ្នាចំនួន3នាក់ត្រូវបាននគរបាលស្រុកកំពង់ត្របែកបង្ក្រាបឃាត់ខ្លួនបានភ្លាមក្រោយពីធ្វើសកម្មភាពកាន់កាប់និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតប្រព្រឹត្តឡើងនៅថ្ងៃទី17ខែមីនា ឆ្នាំ2025វេលាម៉ោង 8:22 នាទីព្រឹកតាមបណ្ដាញសង្គម TikTok នោះខណៈពេលនេះត្រូវបានកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកខេត្តព្រៃវែងបង្ក្រាបនិងឃាត់ខ្លួនបានហើយជនសង្ស័យទី1មានឈ្មោះថាម៉នលីហ៊ូភេទប្រុសអាយុ17ឆ្នាំមានទីលំនៅនៅភូមិមន្ទាបោះឃុំអិនសោងស្រុកកំពង់ត្របែកខេត្តព្រៃវែងទី2ឈ្មោះឡុងឆៅភេទប្រុសអាយុ17ឆ្នាំមានទីលំនៅនៅភូមិគ្រើលឃុំអិនសោងស្រុកកំពង់ត្របែកខេត្តព្រៃវែងនិងទី3ឈ្មោះផនជីភេទប្រុសអាយុ18ឆ្នាំមានទីលំនៅនៅភូមិពាន់វត្តឃុំប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែងគួរបញ្ជាក់ថាកាលពីថ្ងៃទី17ខែមីនា ឆ្នាំ2025វេលាម៉ោង 8:22 នាទីព្រឹកកម្លាំងសមត្ថកិច្ចស្រុកកំពង់ត្របែកខេត្តព្រៃវែងបានឃើញរូបភាពតាមបណ្ដាញសង្គម TikTok ថាមានក្មេងទំនើងមួយក្រុមមានគ្នាចំនួន3នាក់ធ្វើសកម្មភាពថតរូបកាន់ដាវជាប់ដៃរួចបង្ហោះក្នុងបណ្ដាញសង្គម TikTok ដើម្បីបង្អួតគេបន្ទាប់ពីទទួលបានរូបភាពនេះភ្លាមសមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានអត្តសញ្ញាណជនសង្ស័យទាំង3នាក់ភ្លាមដែលមានឈ្មោះនិងទីលំនៅដូចខាងលើបន្ទាប់មកកម្លាំងនគរបាលស្រុកកំពង់ត្របែកក៏បានឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានចំនួន3នាក់រួមនឹងវត្ថុតាងមានដាវចំនួន3ដើមផងដែរនៅត្រង់ចំណុចផ្ទះឈ្មោះឡុងឆៅភេទប្រុសអាយុ18ឆ្នាំស្ថិតនៅក្នុងភូមិគ្រើលឃុំអិនសោងស្រុកកំពង់ត្របែកខេត្តព្រៃវែងតែម្ដងក្រោយពីកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកបានហៅក្រុមក្មេងទំនើងទាំង3នាក់នោះមកធ្វើការសួរនាំនៅចំពោះមុខសមត្ថកិច្ចរួចមកជនសង្ស័យទាំង3នាក់នោះក៏បានសារភាពថាពួកខ្លួនពិតជាបានថតរូបភាពកាន់ដាវបង្ហោះតាមបណ្ដាញសង្គម TikTok ពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យទាំង3នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី